Ok, sau đâyអ្នកទាំងអស់គ្នាបាទនេះគឺជាសកម្មភាពដែលខ្ញុំបានជិះឡានទៅប្រទេសថៃដើម្បីចូលរួម concert បាទលោក Bruno Mars ដែលជា idol របស់ខ្ញុំបាទ big fan មែនទែនបាទគឺតស៊ូបាទអូខេនេះបាទយើងវាយ passport ហើយយើងចូលមកញ៉ាំអីសិនបាទតែសំណាងល្អណាស់បាទឡើងឡានមកបានជួបបងភាបងសុចិតាអូយបានគ្នាកុំឲ្យឯកាប៉ុន្តែទៅដល់បាងកកគឺពួកគាត់ត្រូវបែកផ្លូវហើយពេលមកដល់ច្រកប៉ោយប៉ែតយើងមិនត្រូវវាយ passport ទៅអីហើយយើងដើរចេញមកហើយយើងនៅចាំឡានអញ្ចឹងយើងកុំឲ្យខាត់ពេលយូរដាក់អាហារពេលព្រឹកតែម្ដងទៅបាទនេះបានកំងគេហៅថាឆាកាទៀវសាច់មាន់បាទតំណងមែនទេជាតិឥឡូវយើងបានឡើងលើឡានហើយពីឡើងមកជីកក្បែរទៅកុំព្រោះទៅតែម្នាក់ឯងហើយជីករយៈពេលប្រហែលជា1ម៉ោងបាទយើងមកដល់ចំណតទី1របស់គេតែមកដល់ទីនេះគឺយើងមានអីញ៉ាំដូចគេហៅថាបាយថ្ងៃមកដល់ស្មើនេះបាទយើងត្រូវចូលញ៉ាំបាយថ្ងៃនៅហ្នឹងកាលពីមកលើកមុនក៏ត្រូវឈប់នៅហ្នឹងដែរហើយឥឡូវយើងបានឡើងឡានវិញហើយយើងបន្តទៅមុខទៀតនៅសល់ប្រហែលជា2ម៉ោងទៀត100គីឡូជាងប៉ុន្តែភាពពិតជាក់ស្ដែងជិះមិន2ម៉ោងទេបងប្អូន100គីឡូជាងនៅពេលចូលទៅដល់ក្រុងបាងកកមកគឺនៅស្ទះផ្លូវស្ទះអីទៀតឥឡូវយើងបានមកដល់ហើយងំតែមកដល់បាទផ្សារបន្ទូណាមដែលជាចំណតឡានរបស់បាទក្រុមហ៊ុនវេបន្ថែមហ្នឹងគឺយើងចំណាយពេលឡើងយូរមែនតើមកដល់ឡើងម៉ោង2ជាងបាទចង់ខកម៉ោងចឹងឥឡូវបងតែបញ្ញាដើរចេញទៅក្រៅគឺថាបានហៅតាក់ស៊ីហៅអីជីកគេទេព្រោះថាសំចៃអញ្ចឹងត្រូវដើរទៅហោបាទស្ថានីយ៍រថភ្លើងមកគេដើម្បីឡើងជិះរថភ្លើងឥឡូវយើងមកដល់ហើយបាទជិះទៅដូចជា2ចំណតពីផ្សារបន្ទូណាមនោះទៅដល់កន្លែងអូតែលដែលយើងកក់គេងហ្នឹងគឺនៅក្បែរ start ដែលគេប្រគំ concert តែម្ដងនិយាយថាអត់តែប្រហែលបាទធូរដែរបាទនេះទៅជំរឿនដ៏ល្អសមចៃក្នុងការដើរលេងគឺមានតែ public transportation ទេឥឡូវយើងមកដល់ចំណតចុះហើយមកដល់ហ្នឹងគេហៅចំណតហ្នឹងឈ្មោះថារ៉ាំខំហែងអញ្ចឹងទៅចេះថៃអានទៅច្បាស់អានតែអង់គ្លេសនេះរ៉ាម៉ាខំហែងបាទចូលពីតែភ្លើងយើងឡើងមកជិះបាទជិះឡានក្រុងទៀតឡានក្រុងនេះអស់តា10បាតទេបាទជិះឡានក្រុងហើយមកដល់ដាក់កៅអៅដាក់អីចុះដើរចេញទៅតែម្ដងស្លន់ស្លោណាបាទខ្លះបានមើល concert គេលេងម៉ោង8ទៅតាំងម៉ោង3ជាងហើយវាសយទៀតចំមកកន្លែងហ្នឹងផ្លូវគេធ្វើអីណាធ្វើលូធ្វើអីដើរញ៉ៃញ៉ៃពេញហ្នឹងបរិស័ទទី1ហើយចាំមើលទីទៀតបាទនឹងរៀបរាប់ប្រាប់ពីអូតែលដែលបានកក់បាទបទពិសោធន៍កក់អូតែលខុសអូតែលក្នុងរូបផ្សេងមកដល់ផ្សេងស្បៃបែកកាយហើយឡើងមកយក$35ដូចទុកគេមិញផ្លូវចូលឯងដូចនៅលូស្ទឹងជ័យយើងបែកងាងតែឃើញថាវាចិត្តផ្សារចិត្តកន្លែងយើងទៅមើល concert ណាគេចូលមើលដល់ក៏ជុំកន្លែងលក់កញ្ឆាញ៉ាំសាច់បានដើរកាត់ឲ្យបានទិញហ្នឹង Let's go តាមដល់ start គេមកដល់ផ្លូវចូលបានមកដើមវិញឡើងវិលតាមបែបកន្លែងគេដូរសវត្តគោលដៅទី1ត្រូវទៅនឹងសិនមុខមិញគេលក់សើអាវមាន Bruno មានផ្លិតមានទឹកហៅដាក់តិចស្បត់អត់លុយហ្នឹងយើងកុំប្រហិតយ៉ាងច្រើនយ៉ាងទៅតិចអាវ official merchandise គេវិញជាអនុស្សាវរីយ៍ចេះលុយតិចគេឥឡូវមើលកន្លែងគេដូរយកសបត់
mình cái mình map scan QR code đểយើង scan មកយើងវាយ order number មកវាឲ្យយើងចូលទៅយកនៅ counter លេខ 9លេខ 9គិតថាចូលខុសហើយចូលខុសផ្លូវហើយអាចជិះទៅវិញអត់ត្រូវទេចូលមកច្រកទៀតបានដល់ខាងនោះយេជឿអីសែនមែនខាងសើទៅសែនមែនដើម្បីដល់ផ្លូវចូលយកសបត់ក៏ចូលខុសនេះបានត្រូវสวยมากបាទสวยនឹងនេះទេទេសភាពទេបាទកុំយល់ច្រឡំយើងបានសម្បត្តិហើយចំណែកញើសឈាមអស់ច្រើនមកបានមកលឹកហ្នឹងឥឡូវអត់ដឹងដើរទៅណាហើយតិចទៀតទៅរយញ៉ាំឥឡូវទៅមើលអាកន្លែងគេលក់ official merchandise ផ្លែនមកចង់ដឹងតម្លៃប្រហែលជះលុយមួយមើលតែសំខាន់អត់ដឹងគេយកលុយអីនេះអត់បានដូរលុយថៃមកច្រើនស្លន់ស្លោថ្ងៃមិញមករហូតតែឃើញឡើងចង់2ម៉ោងជាទៀតភ្លើងផងឡានក្រុងផងជីបតូដុបទៀតអាហ្នឹង explore កន្លែងគេលក់ merchandise official មកវ៉ាវ1400ជាងគួរសមអាមួយ2000ជាងអាចគិតថាមិនទិញទេតែបាទពេលហ្នឹងថាអត់ទិញចង់ទិញអានទិញកាប់ដល់ទិញអាគីឡូហីហងវាបានអូខេប្រូអត់ទិញទេតែចាំមើល concert ហើយបាទលមូលចង់ទិញឥឡូវអូខេនេះជាកន្លែងដែលគេតម្ងជួគ្នាគ្រាន់តែថតជាមួយនឹង poster របស់បាទ Bruno Mars ហ្នឹងក៏ត្រូវតម្ងជួគ្នាឡើងវែងបាទហ្នឹងហើយនេះគឺជា map របស់គេដាក់ឲ្យយើងមើលហើយខ្ញុំចូលមកហ្នឹងគឺខ្ញុំត្រូវចូលច្រកមួយទៀតត្រូវទៅមកចាហៀង start ទៀតអញ្ចឹងគឺត្រូវដើរវៀងមកជុំទៅវិញបាទអត់អីទេយើងសមមកច្រើនឥឡូវដើរមកដល់នេះហើយនេះគេហៅ main entrance លេខ1គេហ្នឹងមិនខ្ញុំនៅលេខ2ពេលទៅយកសមុទ្រហើយហ្នឹងដើរទៅដើរមកបាទឃើញតាសួយមកបាទទេសភាពស្អាតបាទនៅមករំហ្នឹងបាទច្រើនមែនតើបាទឃើញហើយខ្លាចណាស់មិនហ៊ានទៅចិត្តគេទេគឺថាដើរម្នាក់ឯងទៅមកអត់ដឹងទៅណាបាទសម្រាប់ចិត្តចូលមកក្នុងបាទយើងឡើងមកអង្គុយចាំគេនៅខាងលើណាមើលគេរំគេអីចឹងទេបាទនៅខាងមុខ start ហ្នឹងគេអ្នកខ្លះគេមកគេថត content ថតអីដូចយើងដែរបាទមកខាតបាទឥឡូវចូលមកដល់ក្នុង start ហើយពេលវេលាព្រឺព្រួយកំពុងតែចិត្តមកដល់បាទអង្គុយមើលថ្ងៃលិចអីចឹងណា relax សិនបាទនៅសល់ពេលប្រហែលជា1ម៉ោងអីជាងទៀតអូខេឥឡូវបាទយើងមកវាយអារម្មណ៍មកមើលជាមួយនឹង concert ទាំងអស់គ្នា
been waiting a long time to come back here and sing for you guys again. It's gonna be a hot one tonight. I hope you guys are ready to dance. I hope y'all ready to sweat with us. Listen, we was hoping that maybe, just maybe, tonight, I can get your picture. Get your picture, and put your phone. I see my name in Bangkok a different city every night. Oh, I say the world gets for when we're all some billionaires. We got to be some billionaires. Can we just
អូយបាទគឺថាអង្គុយកាត់វីដេអូនេះបដាមើលនៅតែ breathable មានអារម្មណ៍ថា breathable បាទជាបទពិសោធន៍លើកទី1ដែលចេញទៅក្រៅប្រទេសបាទតែម្នាក់ឯងហើយបានទៅមើល concert របស់ idol របស់យើងទៀតបាទគេថាចេញមកវិញនេះគឺទស្សនវិជ្ជាសម្រាប់ពេលចេញមកវិញកុំថាឡើយម៉ូតូបាទដើរក៏ស្ទះដែរបាទថាមនុស្សច្រើនខ្លាំងមែនទែនហ្មងពូស្តាធំហើយមនុស្សឡើងពេញហ្មងនេះគឺផ្លូវចេញមកវិញបាទអ្នកជិះម៉ូតូដប់ជីអីហ្នឹងអត់នឹងការបានចេញរួចពីម្ដុំហ្នឹងទេមនុស្សច្រើនខ្លាំងមែនទែនស្ទះអត់ដឹងថាស្ទះដល់ម៉ោងប៉ុន្មានទេយប់ហ្នឹងតែខ្ញុំចំណាយពេលដើរចេញពី start ហ្នឹងទៅដល់កន្លែងគេវិញប្រហែលជាកន្លះម៉ោងជាងបាទហើយចង្អាយផ្លូវតាម៉ាន់តិចទេ1គីឡូអូខេចប់ concert ហើយBruno ទេហើយនឹងអានេះអាស៊ីនបាទមុខនេះមុខអាយហើយដើរមកឃើញតំណងឃើញសាច់មាន់ steak តំណងអែមដាក់មួយសិន amazing មើលបាទឃើញស្រាប់ហើយមិញថាអត់ទេអត់ទិញទេអាវអីហ្នឹងបាទមើល concert ហើយបាទគឺថាអារម្មណ៍ពុះកញ្ចោក៏ត្រាក់ទិញទៅបាទអស់លុយដាច់បាយឥឡូវ enjoy ជាមួយម្ហូបយើងសិនណាកុំគិតច្រើនមកចូលអស់លុយមកម្ដងអស់ម៉ានទៅបានអាមួយពាក់ដែរបាទបានអួតគេពេលទៅវិញបានមកមើល concert អីចឹងណាជាតិមែនទេណានៅចាំរសជាតិបាទអើយ steak សាច់មាន់គេហ្នឹងលក់ធូរហើយរសជាតិអែមទៀតបាទមួយចានក៏ទៅវាអត់ដល់ 10000 រៀលផងបាទមានសាច់មាន់មាននំប៉័ងមានដលងមានបន្លែអស្ចារ្យមែនទេមកទៅថៃមានមកពេលហ្នឹងគឺឆ្ងាញ់ជាងគេអូខេបន្ទាប់ពីញ៉ាំហើយឥឡូវយើងដើរបាទផ្លូវចូលទស្សនៈគេដល់កបាទកុំហៅថាអូតែលហ្នឹងគេហៅថាទស្សនៈអើយល្ងិតឆឹងអត់ដឹងថាម្ដុំនេះគេហៅម្ដុំអីដែរកក់តាមអនឡាញថ្លៃហើយវេទនាទៀតនេះផ្លូវចូលដើរពីផ្លូវធំមកចូលហ្នឹងក៏ 200-300 ម៉ែត្រដែរបាទហើយនេះផ្លូវចូលបាទចាំមើលទស្សនវិជ្ជាខាងក្នុងទាំងអស់គ្នាcó lại kia cái khét trời mà shit trip.com sự chụp tranh tục ghê giờ mà mong vậy ta-da chop mà mình lại ớt mà khéo mình tích vào kia đây rồi mới ở miền đây mới xong ok នេះបាទសកម្មភាពពេលព្រឹកងើបពីព្រឹកហើយគឺត្រូវដើរទៀតបាទដើរចេញពីកន្លែងគេលើនេះដើរទៅរកអីញ៉ាំហើយយើងជិះម៉ូតូដប់ជិះអីហ្នឹងដើម្បីទៅស្ថានីយ៍រថភ្លើងរបស់គេវិញបាទនិយាយទៅមកព្រឹកនេះគឺខ្ញុំធ្វើដំណើរទៅពលានយន្តហោះសុទ្ធតែហ្មងបាទចំណាយពេលយូរដែរបាទព្រោះយើងវាមិនសូវស្គាល់ហើយជាលើកទី1ដែរបាទដើរម្នាក់ឯងចឹងអត់មានអ្នកភាសាទេទៅណាទៅតែឯងអត់មានបានសួរគេអីទាំងអស់បាទជីវិតអ្នកផ្សងព្រេង Public transport is the best Sky train ចូល MRT អស់ពី MRT ឡើងទៅរថភ្លើង
បាទគឺជិះរថភ្លើងដូចជា3តង់វាមាន MRT ផង SkyTrain ផងដើម្បីមកដល់ស្ថានីយ៍ចុងក្រោយនេះគេហៅស្ថានីយ៍បាំងស៊ូធំមែនតើស្ថានីយ៍រថភ្លើងមួយនេះហើយនេះជាស្ថានីយ៍ចុងក្រោយដែលយើងជិះពីនឹងទៅដើម្បីទៅដល់ពលានបាទពលានយន្តហោះរបស់យើងគឺដនមឿងធ្វើដំណើរទៅវិញគឺទៅដល់យន្តហោះ មួយទៀតចុងក្រោយបានទៅដល់ airport ហើយបាទអូយមេឃដៅសាហាវដើរផឹកមិញម៉ោងសម្បត្តិថ្ងៃដល់កកចង់ខ្លោចមកហើយយើងវាយស្អាវដៃខ្លីរកសាហាវឆ្លងផ្លូវទៅស្ថានីយ៍ភ្លើងគេដូចពលានយន្តហោះមួយធំប៉ុណ្ណាណៃមកដល់ដែរជានេះពីមកម្ដងទៅមកបានម្ដងលើកនេះលើកទី2មកលើកមុនជិះបានតែ SkyTrain ហើយនឹង MRT លើកនេះសាកនេះម្ដងធំចូលមកដល់ខាងក្នុងគេធំតែស្ងាត់សូវមានអ្នកប្រើតែមិនមានអ្នកប្រើច្រើនដែរស្ងាត់ជីបមកហើយធ្វើឡើងប៉ុណ្ណាណៃនៅក្រោយក៏អត់មានអ្នកដើរស្ងាត់ទ្រីង បាទទីបំផុតយើងមកដល់ហើយយើងមកដល់ដនមឿង airport នឹងត្រៀមធ្វើដំណើរទៅប្រទេសកម្ពុជាវិញហើយ vlog នេះវាមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាដែលបានតាមដានមើលពីដើមមកដល់កន្លែងនេះផងដែរបាទរយៈពេលដែលខ្ញុំទៅគឺតែបើគិតទៅ2យប់ប៉ុន្តែមួយយប់យើងនៅលើឡាន ហើយមួយយប់ទៀតបានគេងនៅបាងកកព្រឹកឡើងគឺចេញមកវិញតែហ្មងបាទមកវិញជិះយន្តហោះដោយសារតែចំណាយពេលយូរមែនទែនក្នុងការជិះឡានរយៈពេលវាខ្ទង់12ម៉ោងអញ្ចឹងបាទយើងត្រូវតែស្រូតមកវិញកុំឲ្យខាតការងារយប់ឡើងយើងមកច្រៀងធម្មតាធ្វើសំណងធម្មតាបើដើរលេងអស់លុយហើយបាទដាច់ហ្មងចង់និយាយថាមកជើងនេះមកតែហឹងបាទ ប៉ុន្តែវាជាបទពិសោធន៍មួយដែលល្អដែរសម្រាប់យើងបាទអ្នកស្រឡាញ់តន្ត្រីហើយបានទៅមើល concert ដែលលក្ខណៈថាអន្តរជាតិធំបែបហ្នឹងបាទធ្វើអារម្មណ៍យើងស្រស់ស្រាយខ្លាំងមែនទែនអូខេចឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះបាទជូនពរឲ្យមានសុខភាពល្អសំណាងល្អទៅណាមកណាជួបតែសុវត្ថិភាពផងដែរអរគុណច្រើន